យើងបានទៅសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញគឺនៅថ្ងៃទី28យើងបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញបានសហការមួយកម្លាំងជំនាញចុះចាប់មួយឈ្មោះឈុំវាសនានៅខណ្ឌដូនពេញចាប់បានចំនួន31ចប់នៅពេលយើងចាប់បានហើយយើងបន្តមកចាប់បាន2នាក់ទៀតចាប់បាន2នាក់ទៀតគឺនៅចំណុចផ្ទះសំណាក់ស៊ីយ៉ុងក្នុងភូមិបឹងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខបាទនៅផ្លូវ204ផ្លូវ271ភូមិតាពាំងឈូកសង្កាត់ទឹកថ្លាគឺឈ្មោះពៅឈ្មោះសំស៊ីណាភេទប្រុសអាយុ51ឆ្នាំហៅពៅបាទគឺគាត់ជាមេជួញដូរនៅប្រចាំការនៅហ្នឹងហើយគាត់បានចាត់ចែងទៅឲ្យក្នុងខណ្ឌដូនពេញនិងខណ្ឌចំការមនគឺចំណុចនោះគឺខ្ញុំមិនអាចបានប្រាប់បានទេគឺចំណុចដែលយើងបានបែងចែកទៅខណ្ឌដូនពេញនិងខណ្ឌចំការមនប៉ុន្តែគាត់ប្រចាំការនៅបែងចែកជួញដូរហ្នឹងគឺថាហ្នឹងទី2គឺឈ្មោះមឿនលក្ខណៈភេទស្រីអាយុ21ឆ្នាំគឺអ្នកទាំងពីរគឺនៅផ្ទះសំណាក់ស៊ីយ៉ុងទាំងពីរនាក់បាទគឺនៅបន្ទប់8នៅបន្ទប់លេខ8បាទនឹងគាត់បានជួលចំនួន2បន្ទប់លេខ8និងបន្ទប់លេខ4បាទនៅផ្ទះសំណាក់ស៊ីយ៉ុងនេះក្រោយពីយើងឆែកឆេរនៅផ្ទះសំណាក់ស៊ីយ៉ុងគឺនៅបន្ទប់លេខ8យើងឆែកបានចំនួន10កញ្ចប់ធំបាទ10កញ្ចប់ធំនេះយើងនេះ10កញ្ចប់ធំ10កញ្ចប់ធំនេះយើងបានធ្វើតេស្តបាទធ្វើតេស្តបានន័យថាមួយកញ្ចប់នេះគាត់លក់$110បើយើងគិតជាកញ្ចប់ទៅពី20កញ្ចប់ទៅ25កញ្ចប់បាទនេះបាទបានន័យថាវា8កញ្ចប់នេះបានន័យថាស្មើនឹងជាង100កញ្ចប់តូចបាទជាង100កញ្ចប់តូចយើងបូកនឹង31កញ្ចប់ទៀតបានប្រហែលជាជាង100កញ្ចប់មកឥឡូវយើងរៀបចំដើម្បីកសាងក្នុងរឿងនិងវត្ថុតាងទៅតុលាការនិងស្វែងរកជនទី3ទៀតដើម្បីជានេះជាឈ្មោះកណ្ដាលបាទជាឈ្មោះកណ្ដាលឈ្មោះសំស៊ីណាហៅពៅនេះបាទអំណាពៅនេះអញ្ចឹងកម្លាំងយើងបានរៀបចំស្រាវជ្រាវបន្តទៀតបូកលីងពេញហើយការដឹកនាំបញ្ជាចុះអនុវត្តជាក់ស្ដែងនេះគឺមានដឹកនាំបញ្ជាដោយលោកបរិញ្ញារងជាមេតបរិញ្ញារងអមសាលាដំបងលីងពេញបាទចុះឆែកឆេរនៅពេលម៉ោង19បាននៅម៉ោង7យប់នៅផ្ទះសំណាក់ស៊ីយ៉ុងនេះបាទហើយនេះយើងចាត់នៅពេលថ្ងៃបាទនៅខណ្ឌដូនពេញនេះយើងចាត់នៅខណ្ឌសែនសុខភូមិបឹងឈូកបាទអញ្ចឹងនីតិវិធីយើងធ្វើស្អែកជូនទៅសាលាដំបងលីងពេញទាំងអស់